បាទជំរាបសួរប្រិមិត្តពុកម៉ែបងប្អូនជាទីរាប់អានសូមជូននីតិព័ត៌មានអន្តរជាតិបាទនៅក្នុងព័ត៌មាននេះដែរនិយាយអំពីទឹកចិត្តរបស់លោកមហាសេដ្ឋីពិភពលោកគឺលោក Bill Gates បានសន្យាបរិច្ចាគថវិកា$2000 លានដល់ក្រុមសប្បុរសធម៌នៅឆ្នាំ2045លោកមហាសេដ្ឋី Bill Gates បានសន្យាផ្ដល់ថវិកា$2000 លានតាមរយៈមូលនិធិសប្បុរសធម៌របស់លោកនៅឆ្នាំ2045គឺជាការពន្លឿនផែនការរបស់លោកក្នុងការបរិច្ចាគទ្រព្យសម្បត្តិស្ទើរតែទាំងអស់របស់លោកការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីចំណាត់ការរបស់រដ្ឋបាលជាច្រើនរួមទាំងរដ្ឋបាលរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំដើម្បីកាត់បន្ថយថវិកាជំនួយអន្តរជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់ដែលបានប្រើប្រាស់ដើម្បីការពារជំងឺស្លាប់និងគ្រោះទុរភិក្សលោក Bill Gates បាននិយាយថាការសម្រេចចិត្តធ្វើបែបនេះលោកបានគិតជាច្រើនឆ្នាំមកហើយនិងបានជជែកជាមួយនឹងក្រុមប្រឹក្សាភិបាលមូលនិធិដូច្នេះហើយវាពិតជាមិនកើតឡើងដោយសារការពិតដែលពួកយើងបច្ចុប្បន្នស្ថិតក្នុងស្ថានភាពអាសន្ននោះទេលោកមហាសេដ្ឋីវ័យ69ឆ្នាំនិងជាសហស្ថាបនិកក្រុមហ៊ុន Microsoft រូបនេះបាននិយាយថាលោកនឹងបិទមូលនិធិសប្បុរសធម៌របស់លោកនៅថ្ងៃទី31ខែធ្នូឆ្នាំ2035ពលគឺមានរយៈពេលជាច្រើនឆ្នាំលឿនជាងផែនការលើកមុនលោកបាននិយាយថាលោកមានជំនឿថាលុយទាំងនេះនឹងជួយលុបបំបាត់ជំងឺជាច្រើនដូចជាជំងឺស្វិតដៃជើងជំងឺគ្រុនចាញ់បញ្ចប់ការស្លាប់នៅក្នុងចំណោមស្ត្រីនិងកុមារហើយនឹងកាត់បន្ថយភាពក្រីក្រជាសកលលោកបន្តថាលោកគិតថារយៈពេល20ឆ្នាំបន្ទាប់អង្គការដ៏អស្ចារ្យមួយនេះជាមួយនឹងដៃគូអស្ចារ្យជាច្រើនទៀតលោកចង់ឲ្យពួកគេធ្វើការក្នុងកម្រិតអតិបរមាលោក Bill Gates បានរិះគន់ខ្លាំងៗផងដែរដល់លោក Elon Musk ដែលគ្រប់គ្រងក្រសួងប្រសិទ្ធភាពរដ្ឋាភិបាលគឺជាស្ថាប័នមួយត្រួតត្រាការកាត់បន្ថយជំនួយដល់ទីភ្នាក់ងារយូសេតលោកបានបន្ថែមទៀតថាកាយវិការរបស់អ្នកមានជាងគេនៅលើពិភពលោករូបនេះបានសម្លាប់ក្មេងៗក្រីក្របំផុតរបស់ពិភពលោកមិនមែនជារឿងល្អតលតែសោះបាទសូមអរគុណសម្រាប់ការតាមដានស្ដាប់របស់ពុកម៉ែបងប្អូនសូមពុកម៉ែបងប្អូនមេត្តាជួយចុច like ចុច Subscribe ដើម្បីទទួលបានព័ត៌មានថ្មីៗជារៀងរាល់ថ្ងៃ